បាទជំរាបសួរបងប្អូនបាទបងប្អូនកំពុងតែស្វែងរកនៅក្របពូជល្ពៅគីងគួរបងប្អូនបាទសូមណែនាំនៅក្របពូជល្ពៅគីងគួររបស់ក្រុមហ៊ុន Tropic Seed ដែលមានរូបសញ្ញាដំរីពណ៌ក្រហមបងប្អូនបាទមានការបញ្ចប់សន្តានបែបនេះបងប្អូនណាបាទ delay 2028បងប្អូនបាទបងប្អូនតើតើមួយល្ពៅគីងគួរនេះចំណុចពិសេសរបស់ល្ពៅនេះគឺអាយុចន្លោះពី75ទៅ80ថ្ងៃបាទទម្ងន់ក្នុងមួយផ្លែចន្លោះពី4គីឡូទៅ6គីឡូសម្បកគ្រើមសាច់លឿងបងប្អូនបាទតើតើមួយអត្រាដំណោះតើតើជួយនឹងភាពធន់នៃអាកាសធាតុបាទបងប្អូនពិចារណាជាមួយនឹងក្របពូជល្ពៅបាត្រុពេជ្រសិតនេះចូលទៅដាំណាបងប្អូនបាទបរិមាណផលទិន្នផលបាទខ្ពស់បងប្អូនបាទហើយសម្រាប់ចំណុះវិញបងប្អូនណាក្នុងមួយកញ្ចប់នេះគឺចំណុះ100ក្រាមបងប្អូនបាទអត្រាដំណោះ85%ភាពសុទ្ធនៃក្របពូជ96%បងប្អូន delay ខ្ពស់ទេបងប្អូនបាទ delay 2028បងប្អូនបាទអញ្ចឹងបងប្អូនដែលធ្លាប់មានបទពិសោធន៍បងប្អូនណាដាំនៅក្របពូជល្ពៅប្រភេទនេះអាចជួយចែករំលែកនៅបទពិសោធន៍តាមរយៈការ comment ផងដែរបងប្អូនបាទហើយបងប្អូនអាចរកទិញបាននៅក្នុង page សួនកសិកម្មម៉ូលីនិងដង្ខៅជនបទបងប្អូនណាយើងអាចផ្ញើបានគ្រប់ខេត្តក្រុងបងប្អូនបាទមិនថាទីចិត្តទីឆ្ងាយទេឲ្យតែមានក្រុមហ៊ុនដឹកជូនបាទវីរៈបុណ្យធាមឬក៏ក្រុមហ៊ុនផ្សេងទៀតហើយមួយទៀតសោតហ្នឹងគឺខាងយើងខ្ញុំនេះគឺសម្រួលសម្រាប់ការទូទាត់មិនចាំបាច់ទូទាត់លុយមុនទេចាំបងប្អូនទៅដកឲ្យបានពីសាខាណាមួយនៃក្រុមហ៊ុនដឹកជូនចាំបងប្អូនទូទាត់លុយជាមួយគេទៅដោយសារឥឡូវបងប្អូនមានការព្រួយបារម្ភច្រើនបាទហើយក៏មិនជាការយ៉ាងណាទេដោយសារតែឥឡូវវាមានការឆបោកច្រើនដែរអញ្ចឹងបើសិនជាអាចថាប្រយ័ត្នបានប្រយ័ត្នទៅបាទអញ្ចឹងសម្រាប់ខាងសួនកសិកម្មម៉ូលីនិងដង្ខៅជនបទចាំពេលដែលបងប្អូនទទួលបានអីវ៉ាន់ឆែកមើលអីវ៉ាន់ពេញចិត្តបាទហើយចាំទូទាត់លុយជាមួយភ្នាក់ងារណាមួយនៃក្រុមហ៊ុនដឹកជញ្ជូនទៅអញ្ចឹងមានន័យថាយើងសុវត្ថិភាពទាំងអស់គ្នាទូទាត់លុយបានអីវ៉ាន់អញ្ចឹងបងប្អូនកុំឲ្យមានការព្រួយបារម្ភនៅត្រង់ចំណុចហ្នឹងបងប្អូនណាអញ្ចឹងបងប្អូនដែលមានតម្រូវការចង់ដាំនៅរដូវវស្សានេះបាទសូមឆាតមកបងប្អូនណាឬក៏តាមរយៈ Telegram ដែលមានការបង្ហាញជូននៅលើ caption ឬក៏ឆាតចូលមកក្នុង page បាទដង្ខៅជនបទហើយនឹងសួនកសិកម្មម៉ូលីបងប្អូនបាទបញ្ជាក់ជូនបាទទទួលបានអីវ៉ាន់ចាំទូទាត់លុយបាទអរគុណច្រើន